đai rồi bỏ quạt nơi không tức sầm nạp đam hai nơi chân lo trong riềm đai rồi bỏ quạt nam nhầm mùi ban lên nơi lợp bồ mọt rồi bỏ quạt phê rồi bỏ quạt phư trang trang vàng trang hư ban tam đan ca sầm lăng mơ rồi bỏ nhôm sầm lăng mơ mùi sần tu hai ngọc bà vô prom nẹ tục chất quạt nhôm tục chất nẹ sah ca cờ rọc nhôm châu quạt nì dây hai chạ chênh phong manu ban bay nhai khnia bần tịch mà đong trang màn chín chỉ nẹ trong còi đại chạ chênh môn pê làng lán quạt ban châu pi chầm ngài sầm lăng mơ sụp rồi bỏ nhôm giang du bần tọp mọc thia làn bàn bật nơi ngay ti pram pi bần tọp pi đà chu bạc làn chênh tơi chỉ mũi sầm nạp đam sầm nạp sụp miên rương mùi ban cạt làng pê nhôm tờ rộc mơ sụp nhôm ban rộc khơi sờ tọp sầm nạp ngọc ẩn tai lợp tây tật nơi trong ạc này vi mình men kron tai chỉ mũi rupi nụ tệ bần tai chỉ sờ tọp cả mùi sầm bọc poประเภทคิวរបស់វាបែរមុខចុះក្រោមពុះពណ៌របស់វាបែរមុខឡើងលើខ្ញុំអង្គុយលើច្រាំងដៃរបស់ខ្ញុំចាប់ដើមញចៅហ្វាងបានមកយកធុងចំណីមកឃើញសំណាបងាប់នៅលើទឹកហើយចាក់វាទៅលើដីចំណីបានហៀពេញអាហារពេលល្ងាចរបស់ខ្ញុំមានអ្វីកើតឡើងខ្ញុំមិនបានឆ្លើយទេចម្លើយពេលហើយក្តាមថាស្ដេចក្តាមជ្រុងអាគ្នេយ៍ក្តាមស្ដេចមួយហ្វូងបានងាប់វាត្រូវការពេលយូរសម្រាប់ខ្ញុំដើម្បីចងចាំយឺតនិងស្រួលប្រញាប់ប្រញាល់អ្វីវាជារឿងធម្មតាមានច្រើនណាស់ដែលងាប់ហើយអ្នកកំពុងប្រាប់ខ្ញុំថាវាជារឿងធម្មតាទេសំណាបចំនួន30ដើមពេលខ្ញុំប្រាប់អ្នកឲ្យលេងសំណាបចំនួន30ដើមខ្ញុំបាននិយាយរួចហើយថាវាជាជំរើសធម្មជាតិគុណភាពទឹកបានផ្លាស់ប្ដូរខ្សាច់រ៉ែបានចូលទៅក្នុងទឹកអ្នកដែលអាចសម្របខ្លួនបានរស់អ្នកដែលមិនអាចងាប់បានអ្នកទាំងនេះដែលងាប់គឺខ្សោយការរក្សាវ៉ាគឺគ្មានប្រយោជន៍ទេសូមក្រឡេកមើលបាតទឹកម្ដងទៀតខ្ញុំបានអង្គុយចុះទ្រខ្លួនខ្ញុំនៅលើដើមស្ករហើយលើក្បាលរបស់ខ្ញុំពីលើផ្ទៃទឹកមានពណ៌បៃតងថ្លាខ្ញុំអាចមើលឃើញបាតស៊ុបនៅជ្រុងអាគ្នេយ៍នៃទឹកសំណាបផ្ដាមដែលនៅរស់ត្រូវបានខ្ចប់យ៉ាងក្រាស់ពួកវាដាក់ខ្ចប់យ៉ាងក្រាស់នៅលើបាតស្ករច្រើនជាង10ដងនៃចំនួនក្តាមដែលងាប់ពួកវាដេកស្ងៀមស្ងាត់ដូចជាកំពុងស្រោចទឹកផ្កាឬអ្វីមួយសំឡេងរបស់ស្ដេចក្តាមបានបន្លឺឡើងម្ដងទៀតមានមនុស្សតិចជាង1000នាក់បានស្លាប់ហើយជាង20000នាក់នៅរស់ក្តាមនីមួយកំពុងស្រូបយកសារធាតុចិញ្ចឹមពីខ្សាច់រ៉ែក្នុងរយៈពេល3ថ្ងៃពួកវានឹងរលាយជាលើកទី2បន្ទាប់ពីការរលាយលើកទី2សម្បករបស់វានឹងប្រែជាពណ៌ខៀវដូចដែកហើយនោះនឹងជាសំណាបពិតរបស់ក្តាមសម្បកដែកគឺល្អណាស់ដរាបណាមិនមានមនុស្សស្លាប់ច្រើនទេនោះមិនអីទេគេគាត់កាន់ធុងចំណីដៃរបស់គាត់នៅតែញចៅហ្វាងកុំខ្លាចអីគាត់និយាយវាជារឿងធម្មតាទេខ្ញុំមិនខ្លាចទេខ្ញុំខូចចិត្តណាស់សំណាបក្តាមទាំងនោះពួកវាទាំងអស់បានស៊ីខ្ញុំបានលៀងខ្យងពួកវាបានស៊ីខ្យងរបស់ខ្ញុំហើយងាប់មុនពេលពួកវាធំឡើងខ្ញុំមានអារម្មណ៍មិនល្អណាស់គាត់និយាយទាំងក្រោកឈរឡើងហើយបន្តឲ្យក្តាមស៊ីគាត់បានបាច់ចំណីមួយក្តាប់តូចហើយដង្កូវក្តាមដែលនៅរស់រានមានជីវិតបានស្ទុះមកចាប់វាស្រោចទឹកគ្រប់ទីកន្លែងគាត់អង្គុយលើច្រាំងមើលភ្នែករបស់គាត់ឡើងក្រហមប៉ុន្តែអាកាសធាតុមិនបានផ្លាស់ប្ដូរទេការជ្រុះរោមលើកទី2បានចាប់ផ្ដើមកាន់តែអស្ចារ្យជាងលើកទី1ហ្វូងដង្កូវក្តាមទាំងមូលហាក់ដូចជាបានជាសះស្បើយឡើងវិញក្នុងពេលជាមួយគ្នានេះសម្បកចាស់ដែលប្រេះស្រាំមាននៅគ្រប់ទីកន្លែងនឹករោមផ្ទៃសម្បកដែលទើបដុះថ្មីលែងមានពណ៌ប្រភេទខៀវទៀតហើយប៉ុន្តែមានពណ៌ខៀវបៃតងចាស់ប្រភេទពណ៌ខៀវចាស់ដែលស្ទេចក្តាមបានពីពណ៌នានៅពេលដែលពន្លឺព្រះអាទិត្យចាំងមកលើពួកវាសម្បកមានស្រទាប់ពន្លឺព្រះអាទិត្យនៅលើពួកវាមិនឆ្លុះបញ្ចាំងវាទេវាភ្លឺរលោងប៉ុន្តែមើលទៅរឹងដុំពកនិងស្នាមប្រេះចាប់ផ្ដើមប្រែជាពណ៌ក្រហមប្រភេទពណ៌ត្នោតក្រហមដូចច្រេះចៅហ្វាងបានអង្គុយលើច្រាំងលូកដៃចូលទៅក្នុងទឹកឬយកមួយក្បាលឡើងហើយកាន់វានៅក្នុងបាតដៃរបស់គាត់វាបានផ្លាស់ប្ដូរពណ៌វាជាក្តាមសម្បកដែកគាត់បានដាក់ដង្កូវក្តាមត្រឡប់ទៅក្នុងទឹកវិញដោយនំធំឡើងពេលខែក្រោយមកនៅថ្ងៃនោះភូមិទាំងមូលបានមកដល់វាងឆាងហ៊ឺឈរនៅខាងមុខលីឡាវសានកាន់ចបកាប់ហើយច្របាច់ចូលទៅក្នុងហ្វូងមនុស្សហើយឪពុករបស់ខ្ញុំចាងតេហ៊ូក៏បានមកដែរអង្គុយលើកែមសាដោយមិននិយាយអ្វីសោះប៉ុន្តែភ្នែករបស់គាត់តែងតែផ្ដោតលើទឹកជើមីងយានបានមកពីរាជធានីខេត្តមួយថ្ងៃមុនដោយនាំនិស្សិតបញ្ចប់ការសិក្សា2នាក់មកហើយបានរៀបចំបង្គន់បណ្ដោះអាសន្នមួយនៅក្បែរសាលចៅហ្វាងកាន់ឧបករណ៍ធ្វើតេស្តឈរនៅមាត់សាមើលសំណាញ់ដំបូងត្រូវបានបោះដោយឆាវចាស់ផ្ទាល់ឆាវចាស់គឺជាអ្នកទិញអាហារសមុទ្រធំជាងគេនៅក្នុងរាជធានីខេត្តដែលត្រូវបានណែនាំដោយជើមីងយានគាត់បានអង្គុយនៅមាត់សាមើលទឹករយៈពេលកន្លះម៉ោងមុនពេលសម្រេចចិត្តបោះសំណាញ់ដោយខ្លួនឯងសំណាញ់ត្រូវបានបោះចេញពីជ្រុងពីយ៉បហើយទាញចូលពីជ្រុងអាគ្នេយ៍ពេលដែលសំណាញ់ត្រូវបានទាញចូលផ្ទៃទឹកក៏ដូចជាឆ្នាំងពុះដែលមានក្តាមពណ៌ខៀវចាស់ច្រើនកកកនៅក្នុងសំណាញ់តាំងចាស់ឆាវឈប់ទាញសំណាញ់សៀវជើបើកឧបករណ៍សាក់លបងជើមីងយានចង្អុលឧបករណ៍ទៅកាន់ក្តាមក្នុង
សំណាញ់ហើយទិន្នន័យក៏លោតឡើងម្ដងមួយគាត់បានអានក្តាមនីមួយហើយសំឡេងស្រែកចេញពីហ្វូងមនុស្សថាទម្ងន់ជាមធ្យមរបស់ក្តាមនីមួយគឺ4 អោននិង7 អោនទិន្នផលសាច់ខ្ពស់ជាងក្តាមធម្មតា30ហើយពងក្តាមគឺជាថ្នាក់អវាងឆាងហឺបានលូកចេញពីហ្វូងមនុស្សអង្គុយនៅពីមុខឧបករណ៍នេសាទហើយសម្លឹងមើលអេក្រង់យូរតើលេខទាំងនេះមានន័យយ៉ាងណាវាងបានចង្អុលទៅហើយនិយាយថាក្តាមទាំងនេះពីភូមិរបស់អ្នកគឺល្អបំផុតដែលខ្ញុំបានឃើញនៅឆ្នាំនេះក៏វាងឆាងហឺបានក្រោកឈរឡើងសម្លឹងមើលឧបករណ៍នេសាទរួចមកខ្ញុំថាពេញផ្ទះហើយក្មេងមុនពេលគាត់និយាយចប់គាត់បានទាស់ស្មាខ្ញុំយ៉ាងខ្លាំងឆាវចាស់បានទាញសំណាញ់ឡើងលើច្រាំងអង្គុយនៅក្នុងគំនរក្តាមហើយពិនិត្យមើលវារយៈពេល10នាទីគាត់បានជ្រើសរើសយកក្តាមធំបំផុតបង្វែរវាទៅមើលផ្ចិតពងក្តាមនិងជើងតម្លៃទីផ្សារថ្ងៃនេះគឺ80ខ្ញុំនឹងបង់ប្រាក់ឲ្យអ្នក240សម្រាប់ទាំងនេះតើអ្នកចង់បានប៉ុន្មានហ្វូងមនុស្សសបានផ្ទុះឡើង240ក្នុងមួយក្តាម3ដងនៃតម្លៃទីផ្សារចប់កាប់របស់លីឡាវសៀនបានធ្លាក់មកដីស្ទើរតែប៉ះជើងរបស់គាត់240ក្នុងមួយក្តាម3ដងនៃតម្លៃទីផ្សារចប់កាប់របស់លីឡាវសានបានធ្លាក់មកដីស្ទើរតែប៉ះជើងរបស់គាត់240ក្នុងមួយក្តាមខាងសៅបានឈរនៅកែមហ្វូងមនុស្សឈរលើចុងជើងដើម្បីមើលខាងក្នុងបន្ទាប់ពីតម្លៃមុខរបស់នាងប្រែជាស្លេកស្លាំងចៅហ្វាងបានឈរក្បែរខ្ញុំដៃរបស់នាងកាន់ដៃអាវរបស់ខ្ញុំកាន់តែណែនគាត់មិនបានលោតឡើងហើយគាត់ក៏មិនយំដែរគាត់គ្រាន់តែចាប់ដៃអាវរបស់ខ្ញុំម្រាមដៃរបស់គាត់ឡើងដូច្នេះតើអ្នកនឹងលក់ទេតើឆាវញឹមហើយទាញកិច្ចសន្យាចេញពីហោប៉ៅរបស់គាត់នេះជាកិច្ចព្រមព្រៀងទិញរយៈពេលវែងខ្ញុំនឹងមើលថែក្តាមរបស់អ្នកចាប់ពីពេលនេះទៅតម្លៃនឹងទៅតាមទីផ្សារប៉ុន្តែខ្ញុំនឹងធានាយ៉ាងហោចណាស់200តើអ្នកនឹងចុះហត្ថលេខាទេខ្ញុំបានយកកិច្ចសន្យាអានវាពីដើមដល់ចប់ហើយបន្ទាប់មកប្រគល់វាទៅឲ្យចៅមីងយានដើម្បីពិនិត្យចុះហត្ថលេខាវាខ្ញុំបានចុះហត្ថលេខាវាក្តាមស្ករ3ហិកតាក្តាមសម្បកដៃជាង20,000ក្បាលសរុបជិត8,000ជីនកតៅឆាវបានផ្ទេរប្រាក់ភ្លាម1.52លានទូរស័ព្ទរបស់ខ្ញុំញ៉ការជូនដំណឹងអំពីការផ្ទេរប្រាក់តាមធនាគារបានលេចឡើងចៅហ្វាងផ្អៀងទៅមើលរួចរាប់ពីដងស្តុកពេញ92លានលើកនេះឆ្នាំមុនអ្នកមានត្រឹមតែ50,000យន្តនៅក្នុងហោប៉ៅរបស់អ្នកប៉ុណ្ណោះគាត់សើចហើយពេលគាត់សើចទឹកភ្នែកក៏ហូរចុះមកខ្ញុំកំពុងអង្គុយក្បែរគាត់កំពុងឲ្យក្តាមស៊ីចំណែកចៅហ្វាងកំពុងរើសំសៅពោតពេលដែលតាខ្វៃរុញទ្វារឡានបើកចេញរួចចុះពីលើគាត់ដើរមកអង្គុយចុះជ្រលក់ដៃរបស់គាត់ចូលទៅក្នុងទឹករើសមួយក្តាប់ហើយធំក្លិនវាបន្ទាប់មកគាត់ក្រោកឈរឡើងហើយមើលមកខ្ញុំអ្នកជាចាងម៉ាន់ឆាងចៅប្រុសរបស់ចាងឈីងសាន